មាសកំពុងឡើងថ្លៃខ្លាំងខណៈនេះគឺជាប្រទេសទាំង5ដែលមានទុនបំរុងមាសច្រើនជាងគេបំផុតនៅលើពិភពលោកនៅក្នុងបរិបទដែលទីផ្សារសកលគឺកំពុងតែជួបប្រទះនូវភាពមិនច្បាស់លាស់ទាំងទៅលើផ្នែកសេដ្ឋកិច្ចនិងនយោបាយមាសក៏ត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតសម្រាប់ធានាដល់ស្ថិរភាពរូបិយវត្ថុក៏ដូចជាភាពជឿជាក់របស់ធនាគារកណ្ដាលទូទាំងពិភពលោកប្រទេសដែលមានទុនបំរុងមាសច្រើនគឺមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងការទប់ទល់ជាមួយនឹងវិបត្តិផ្សេងៗផងដែរអញ្ចឹងហើយខាងក្រោមនេះគឺជាប្រទេសទាំង5ដែលមានទុនបំរុងមាសផ្លូវការច្រើនជាងគេបំផុតនៅលើពិភពលោកបើផ្អែកតាមទិន្នន័យឆ្នាំ2025នេះផ្ទាល់តែម្ដងទី1នោះគឺសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកគឺនៅតែឈរលើលំដាប់កម្ពុជាដែលគ្មានគូប្រៀបដែលមានទុនបំរុងមាសផ្លូវការប្រមាណនឹង8133តោនបរិមាណមាសដ៏ច្រើនលើលោកនេះហើយក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ភាពលេចធ្លោនៃប្រាក់ដុល្លារអាមេរិកដែលជាប្រាក់បំរុងឈានមុខគេរបស់ពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយគូបញ្ជាក់ថាមាសទាំងនេះដែរភាគច្រើន